អន្តរជាតិនេះក្នុងការដោះស្រាយសាលការឬក៏កាត់ក្តីគឺគេអត់ឲ្យមានវិនិយោគទុនណាលើសពី35ឆ្នាំទេហើយគេមិនវិនិយោគទុនឲ្យប្រទេសជាប់ខាងដោយប្រទេសយួនខ្មែរទេអាហ្នឹងគេស្រួលគេបញ្ជូនមនុស្សបញ្ជូនមកកកូនកចៅអីហ្នឹងបង្កើតតំបន់អភិគមមានសេដ្ឋកិច្ចមានអីផ្ដាច់បឹងដោយកម្ពុជាក្រោមអាហ្នឹងគ្រោះថ្នាក់ចឹងមិនថាធ្វើអីគឺថាត្រូវយកឆន្ទៈប្រជាប្រដ្ឋជាធំអត់មែនគណៈបកសង្គ្រោះជាតិអីមកបំបែកបាក់ខ្មែរទៀតខ្ញុំនឹងបញ្យល់អំពីការដែលខ្មែរបែកបាក់នឹងដោយសារតែមូលហេតុអីគឺម៉ោង4ល្ងាចបងប្អូនអាចស្ដាប់ហើយការនិយាយនេះអត់មែនការនិយាយវាយបហាមកខាងដើម្បីមកខាងទេគឺយើងនិយាយនៅអ្វីជាការពិតព្រោះព្រះមានពុទ្ធិកាថាកាលណាដែលយើងនិយាយនៅការពិតអាការពិតនឹងនាំមកយើងភ្លឺស្វាងអាភ្លឺស្វាងនឹងនាំមកយើងទៅរកសុចេពុលិគិតឮពិចារណាការសម្រេចធ្វើការផ្លាស់ប្ដូរក្នុងផ្លូវត្រូវអញ្ចឹងកាលណាតាអ្នកដឹកនាំបាត់នៅសិលធម៌បាត់នៅគុណធម៌បាត់នៅការទទួលខុសត្រូវអ្នកដឹកនាំនឹងគឺចរិតពៀលហើយកាលណាចរិតពៀលគឺថាបើផ្ដេសផ្ដាស់ឲ្យអាណាងាប់អីក៏ងាប់ទៅឲ្យតែគ្រួសារអញបាក់ពួកអញរស់គឺអត់ផលអានឹងហើយដែលយើងជាតិយើងអត់អាចឲ្យគាត់ធ្វើតាមអំពើចិត្តទេបងប្អូនកុំផ្ដេសផ្ដួលឲ្យសោះទាំងទុកឲ្យអ្នកដឹកនាំនឹងគេដឹកនាំទៅយើងប្រជាប្រដ្ឋធម្មតាគេតែទៅធ្វើស្រែគេតែទៅធ្វើស្រូវទៅបើទុកឲ្យគាត់ដឹកនាំរហូតមកដល់សប្តាហ៍ថ្ងៃគិតតែពីឆ្នាំ93 20ឆ្នាំបងប្អូនវេទនាប៉ុណ្ណាធ្វើស្រែបានផលគេបង្អាប់ស្រូវរបស់បងប្អូនថោកធ្វើស្រែបានតិចគ្រោះទឹកចំនួនរាំងស្ងួតគេតម្លើងតំណែងបងប្អូនអត់ទៅទៀតណាចាំមកថាចូលបងប្អូនរៀនយល់ថាខ្លួនបងប្អូនជាមនុស្សមិនមែនជាសត្វធាតុទេនៅស្រុកអាមេរិកគ្រាន់តែព្រៀបមួយទៅដើរទាត់ព្រៀបប៉ូលីសមកបង$500ណាគេឲ្យតម្លៃដល់សត្វទៅទៀតហើយយើងមិនបាច់ទៅចង់ទៅដល់ព្រៀបដល់ស្រុកអាមេរិកទេស្រុកអាមេរិកឆ្កែឆ្មាគេហូបសាច់គោស្តេកយើងនេះម្ចាស់គោនេះរកតែសាច់គោហូបមិនបានហូបតែប្រហុកជួនកាលអត់មានប្រហុកហូបទៀតយួនពេញទឹកពេញដីគេយកធ្វើនេសាទអស់ណាតែអញ្ចឹងទុកឱកាសឲ្យបងប្អូនតាមដានទៀតហើយរាល់ការនិយាយនេះក្នុងនាមខ្ញុំជាក្មេងចំនួនក្រោយជាក្មេងកំព្រាហើយបានឆ្លងកាត់នៅអតីតអ្នកជំរុំជាង10ឆ្នាំតស៊ូស្ពាយកំភ្លើងអូសដីតាំងពីអាយុ13ជាមួយមេដឹកនាំគណៈបកហ្វុនសំពេចមួយចំនួនប៉ុន្តែឥឡូវនេះគាត់នេះហើយគាត់សារភាពតែគាត់ខុសហើយប៉ុន្តែខុសហ្នឹងវេទនាដល់យើងមកដល់សប្តាហ៍ថ្ងៃដឹងស្ដាដែររំបានស្ដាដល់ថ្ងៃហ្នឹងមិនងាយទេណាប៉ុន្តែធ្វើម៉េចយើងកំហុសខុសឆ្គងនៃប្រវត្តិសាស្ត្រជារឿងមួយប៉ុន្តែកុំភ្លេចប្រវត្តិសាស្ត្រតែភ្លេចប្រវត្តិសាស្ត្រជាតិសាសន៍មួយរលត់រលាយនៅសហរដ្ឋអាមេរិកយកដីជនជាតិម្ចាស់ដើមឥណ្ឌាប៉ុន្តែគេដាក់ប្រវត្តិសាស្ត្រប្រាប់ហើយគេលើកដំកើងម្ចាស់ដើមនឹងទៀតឯងម្ចាស់ដើមនៅរតនគិរីមណ្ឌលគិរីគ្រាសុំតាអាម៉ារស់ព្រៃឈើទុកទៅចូលព្រៃដើម្បីរកអនុផលកសិផលឲ្យញ៉ាំនឹងវាមិនបានទៅទៀតយកព្រៃគ្នាខ្ទេចអស់ហើយទៅទាញយកដល់ដូនតាគ្នាកប់ភ្នោខ្មោចទៅទៀតឥឡូវយុទ្ធសាស្ត្រដល់យួនដេញខ្មែរដេញខ្មោចហើយចាប់ដើមណាអស់ដៃតិចទីអស់ហើយបាទនៅស្រុកគេម្ចាស់ជាតិដើមកើតមកងាបាន$5,000ហើយឲ្យប្រាក់ខែរាល់ខែឲ្យមកហូបចុករៀងរាល់ខែឯងម្ចាស់ប្រទេសខ្មែរឆ្លោះគ្នាធ្វើទៅតុលាការមើលតុលាការឲ្យយួនឈ្នះខ្ញុំទៅសេអត្ថបទមួយ6ឆ្នាំមុនគ្រាន់តែអ្នករត់តុកម្នាក់នៅផ្សារដើមគោហើយពេលនោះខ្ញុំជិះម៉ូតូដុបក្នុងពេលនោះខ្ញុំជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រហើយជាអ្នកស្រាវជ្រាវស៊ើបអង្កេតធ្លាប់បានធ្វើការជាមួយអង្គការអាមេរិកមួយខ្ញុំមកនិយាយអំពីការរំលោភសិទ្ធិមនុស្សនិងអំពើពុករលួយដល់មកថ្ងៃហ្នឹងស្រាប់តែតុកនោះកាត់ថយអាតុកមកហើយអ្នកអាយុនវាលក់អាឡូតឆាទៅចឹងដល់ប៉ះតែមិនតិចខ្ញុំឃើញថាកុំឲ្យស្ថានភាពអញ្ចឹងអីអញ្ចឹងក៏ខ្ញុំថាវាទា$40,000 $100ដល់ប៉ូលីសមកគ្នាហ៊ានថាអាឡូតឆាវាយួនទៅនិយាយរបៀបយួនខ្មែរអញ្ចឹងដូចវាងដើគេនិយាយអញ្ចឹងដល់រួចគេអត់ស្ដាប់ប៉ូលីសទេគេថាហៅអាប្រធានសមាគមនៅពេញនឹងមកជួបអីដើម្បីអត់ប៉ូលីសមិនហ៊ានណាយកទុកគ្នាយកទៅដាក់នៅកន្លែងសមាគមយួនហើយយើងសមាគមមួយជាអង្គការក្រៅរដ្ឋាភិបាលត្រូវនៅចំណុះនៃរដ្ឋាភិបាលរបស់ប្រទេសជាតិគេមួយប៉ុន្តែយើងមកធ្វើផ្គោធ្វើភ្លៀងដល់ទៅកាត់ក្តីកាត់អីប៉ូលីសទាំងទុកឯងឲ្យទៅកាត់ហ្នឹងទៅឲ្យ$40,000មានថាអត់មានឲ្យទេទុកខ្ញុំតបហៅពួកអង្គការសង្គមស៊ីវិលមកស្ងាត់ខ្ញុំសួរថាឲ្យមានសញ្ជាតិនៅតែខ្ញុំមានអត្តសញ្ញាណបានអត្តសញ្ញាណអាចមើលបរិយាកាសមើលមានឡាយបរោះពីព្រះបកូនណានៅថាអត់ផងហើយចាបានអត្តសញ្ញាណបានមកពីណាហ្នឹងខ្ញុំសួរចាបានអត្តសញ្ញាណបានមកពីណា
តាំងខ្ញុំបានដោយសារខ្ញុំឲ្យលុយប៉ុស្តិ៍ប៉ូលីស$100អញសំនៅទីផ្ទះមិនប៉ុន្តែយើងអត់ចង់ប្រើអំពើហិង្សាចង់ឲ្យអ្នកដឹកនាំនឹងរៀនគោរពនៃពាក្យសច្ចៈនៃគេហៅនីតិរដ្ឋគោលការណ៍លទ្ធិជាតិតៃបាទកុំឲ្យវែងឆ្ងាយពេកហើយបងប្អូនធុញក្នុងការនិយាយហ្នឹងឯងបាទហើយបើចង់យល់ដឹងច្រើនព្រោះយើងបាតកម្មជារៀងរហូតមិនមែនលុះអវសាននៃជីវិតបងប្អូនទេបាតកម្មជារៀងរហូតលុះអវសាននៃហ៊ុនសែនអើយចោះចេញទៅហើយថ្ងៃនេះបងប្អូននឹងស្ដាប់វិទ្យុសម្បុកឃ្មុំសម្លេងសង្គ្រោះជាតិខ្ញុំទៅវិភាគនៅទីនោះនិយាយអំពីយុទ្ធសាស្ត្រនៃការធ្វើបាតកម្ម98ហើយនៅឆ្នាំ2013នេះតើវាខុសគ្នារបៀបម៉េចហើយវាជោគជ័យរបៀបម៉េចហើយលោកហ៊ុនសែនក្រោយពីមកប្រទេសជប៉ុនហ្នឹងតើលោកហ៊ុនសែនឲ្យបោះឆ្នោតសារថ្មីឬក៏លោកហ៊ុនសែនចង់ឲ្យបង្កើតគណៈកម្មការឯករាជ្យមួយកុំឲ្យអាទូរលេខហ្នឹងវាធ្លាក់ទៅ20 30កៅអីវាធ្ងន់ធ្ងរអញ្ចឹងឲ្យគណៈកម្មការគេស្រាវជ្រាវដែលបាត់អាឈ្មោះស្ទួនឈ្មោះអី1លានជាងហ្នឹង 10% យកមកបោកបកដែលគាត់លួចឆ្នោតអា68កៅអីចឹងបោកបកទៅតើគាត់ចង់បាន60និង63ឬក៏ចង់បាន20ឬក៏30ជាងដែលមានការបោះឆ្នោតសារថ្មីយកមួយណានៅបងប្អូនជួយសម្រេចបាទឥឡូវបន្តអ្នកភ្លេងលេងសិនបាទ